ទើបប្រឡូកចូល Champions League ដំបូងក៏ពិតមែនប៉ុន្តែអាចធ្វើឲ្យមានការភ្ញាក់ផ្អើលមិនធម្មតា Bodo Glimt ក្រុមបាល់ទាត់របស់ប្រទេស Norway ដែលប្រហែលជាមានមនុស្សជាច្រើនគិតថានឹងធ្លាក់ចេញពី Champions League ត្រឹមតែ8ប្រកួតនៅក្នុងវគ្គ League Stage នោះបែរជាពេលនេះកំពុងមានឱកាសបានលេង Play-off ដើម្បីដណ្ដើមកៅអីនៅវគ្គ16ក្រុមក្រោយពីបានបញ្ចប់នៅចំណាត់ថ្នាក់លេខ23ដែលហោចណាស់ក៏នៅមានឱកាសដែលគ្រាន់បើជាងក្រុមធំៗដូចជា Napoli ឬក៏ Marseille ដែលត្រូវទៅផ្ទះមុន6ប្រកួតដំបូង Bodo Glimt រកបានតែ3ពិន្ទុទេក្រោយពីស្មើ3និងចាញ់3ប្រកួតទី7និងទី8ពេលដែល Bodo Glimt ត្រូវជួបជាមួយនឹង Manchester City និង Atletico Madrid គ្រប់គ្នាគិតថាក្រុមមួយនេះដឹងតែស្ពៃហើយក៏ប៉ុន្តែមានឯណា Bodo Glimt ដែលមានកីឡាដ្ឋានផ្ទុកអ្នកទស្សនាមិនដល់ 10,000 នាក់ផងបែរជាអាចឆក់3ពិន្ទុពី Man City នៅប្រកួតទី7ក្នុងលទ្ធផល3-1រួចហើយក៏បន្តដណ្ដើម3ពិន្ទុពី Atletico Madrid ពីក្នុងទឹកដីដ៏ធំរបស់ក្រុមអេស្ប៉ាញនេះដោយលទ្ធផល2-1នៅក្នុងវគ្គ Play-off Bodo Glimt អាចជួបជាមួយ Real Madrid ឬក៏ Inter Milan វានឹងកាន់តែពិបាកស្មានក៏ប៉ុន្តែ Bodo Glimt ធ្វើបានប៉ុណ្ណេះក្នុងការបង្ហាញខ្លួនដំបូងនៅ Champions League ពិតជារឿងមួយដ៏គួរឲ្យសរសើរទៅហើយ Bodo Glimt កំពុងបង្ហាញយើងឲ្យឃើញថានៅក្នុងបាល់ទាត់អ្វីក៏អាចកើតឡើងបានដែរ